សួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយនឹងអ្នកគ្រូម្ដងទៀតដែលថ្ងៃនេះដែរអ្នកគ្រូលើកយកលំហាត់មួយនៅក្នុងមេរៀនទី2ចំពោះទី2ប្លង់ទេមកធ្វើការបកស្រាយសម្រាប់បងប្អូនទាំងអស់គ្នាតោះឥឡូវអូនមកអានលំហាត់ជាមួយអ្នកគ្រូទាំងអស់គ្នាគេថាប្លង់ទេមួយមានប្រវែង6ដងនៃកម្ពស់របស់វាកណនាផលមេកានិកនៃប្លង់ទេនេះអញ្ចឹងនៅក្នុងលំហាត់នេះគេឲ្យយើងកណនាផលមេកានិកនៃប្លង់ទេតោះយើងដឹងហើយថារូបមន្តផលមេកានិកនៃប្លង់ទេដែលយើងតាំងដល់អក្សរ MA ស្មើជាមួយនឹងL ចែកឲ្យH ដែល L នេះដែរគឺជាប្រវែងរបស់ប្លង់ទេហើយ H គឺជាកម្ពស់របស់ប្លង់ទេតោះឥឡូវយើងមកស្រង់បំរាប់ម្ដងគេថាប្លង់ទេមួយមានប្រវែង6ដងនៃកម្ពស់របស់វាអញ្ចឹងគេប្រាប់នេះគឺជាប្រវែងរបស់ប្លង់ទេដែលយើងតាំងដល់អក្សរ L គឺស្មើជាមួយនឹង6គុណជាមួយនឹងកម្ពស់ចំណែកឯកម្ពស់គឺគេអត់ប្រាប់មកទេអញ្ចឹងយើងគ្រាន់តែយកតម្លៃរបស់ប្រវែងរបស់ប្លង់ទេជួសចូលទៅក្នុងរូបមន្តបានហើយអញ្ចឹងគេបានផលមេកានិកនៃប្លង់ទេគឺស្មើជាមួយនឹង6H ចែកឲ្យHអញ្ចឹងHយើងអាចសម្រួលចោលបានគឺនៅសល់6អញ្ចឹងដូចនេះផលមេកានិកនៃប្លង់ទេគឺស្មើជាមួយនឹង6អញ្ចឹងលំហាត់របស់អ្នកគ្រូក៏បានមកដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយសូមអរគុណ